ở video នេះគឺខ្ញុំធ្វើដំណើរទៅកាន់ក្នុងខ្សែក្នុងសពៅហើយផ្លូវដែលខ្ញុំដើរនេះជាផ្លូវថ្មីផ្លូវព្រៃហើយដែលធ្វើវីដេអូនេះឡើងដោយសារតែពេលហ្នឹងគឺខ្ញុំកំពុងតែដើរពង្វេងក្នុងព្រៃហ្នឹងគ្នាព្រោះពេលហ្នឹងគឺខ្ញុំគិតថាខ្ញុំដើរឲ្យបានលឿនដើម្បីទៅតាមតនអ្នកមុខប៉ុន្តែជាក់ស្ដែងមែនតើទៅគឺខ្ញុំហ្នឹងឯងគឺជាមនុស្សម្នាក់ដែលឡើងទៅដល់ក្នុងខ្សែមុនគេហើយផ្លូវហ្នឹងគឺខ្ញុំដើរមុនគេក្នុងចំណោមអ្នកដែលឡើងនៅក្នុងថ្ងៃហ្នឹងព្រោះបើផ្លូវក្នុងសាមានផ្លូវ2មានផ្លូវថ្នោតដែលគេឈប់ជាមួយនឹងផ្លូវព្រៃហើយពួកខ្ញុំជ្រើសរើសយកដើរផ្លូវព្រៃអញ្ចឹងណាហើយនេះជាបទពិសោធន៍មួយសម្រាប់ខ្ញុំដែរដែលដើរក្នុងព្រៃផ្លូវថ្មីហើយដើរម្នាក់ឯងលឿនហើយពង្វេងនៅក្នុងនឹងទៀតហើយពេលថតហ្នឹងគឺថតប្រឡប់ណាគ្នាព្រោះខ្ញុំភ័យមែនតើហ្នឹងព្រោះពេលហ្នឹងគឺអាចនិយាយបានថាមកផ្លូវមកព្រៃនេះគឺដើរម្នាក់ឯងហ្មងហើយយើងចេះឃើញទឹកសុទ្ធអ្នកដើរទៅមុនចាស់ហើយដានជើងចាស់ហ្នឹងចេះដើរទៅតាមគេអញ្ចឹងណាហើយខ្ញុំទុំតែដឹងដែរពេលឡើងទៅដល់លើឯងព្រោះដោយសារផ្លូវក្នុងព្រៃហ្នឹងគឺមានផ្លូវឆ្វាត់ឆ្វែងច្រើនហើយបើយើងដើរខុសមកផ្លូវណាពីឆ្វេងទៅស្ដាំមកឆ្វេងអីហ្នឹងគឺដើរមកជុំភ្នំដងរែកហ្នឹងហ្មងគឺឡើងដល់ក្នុងផ្សារទេវាជាសំណាងមួយដែរដែលខ្ញុំដើរទៅត្រូវផ្លូវណាគ្នាហើយពិតជាគួរឲ្យចងចាំបទពិសោធន៍នេះមែនហើយពេលហ្នឹងគឺភ័យខ្លាំងណាប៉ុន្តែយើងទប់អារម្មណ៍ទៅណាឃើញសัตว์ឬសំឡេងយំអីគឺរត់យកហើយក្នុងខ្សែកដា4ម៉ោង3ម៉ោង4ម៉ោងតែខ្ញុំដើរនេះ1ម៉ោងកន្លះណាគ្នាពីតែហាក់ដូច8ម៉ោងអញ្ចឹងព្រោះយើងភ័យហើយហ្នឹងហើយក្នុងព្រៃហ្នឹងសំឡេងអីក៏មកអស់ដែរហើយចៃដន្យនៅពេលហ្នឹងគឺឮសំឡេងសัตว์ប្លែកឮសំឡេងសัตว์វងដំរីទេណាគ្នាអើយតែមិនដឹងថាសัตว์មែនតើក៏អីប៉ុន្តែយើងគិតល្អណាហើយខ្ញុំអរគុណមុនទៅហ្នឹងគឺខ្ញុំបានឃើញ Facebook របស់អ្នក Facebook អីគេក្រុមឡាខម៉ូដែលគាត់ឡើងទៅភ្នំហ្នឹងឯងឃើញដើមភ្ញៀវគេបេះដើមភ្ញៀវពេលដើរទៅដល់ឯដើមភ្ញៀវហ្នឹងគឺខ្ញុំអមែនតើព្រោះដោយសារតែឃើញដើមភ្ញៀវហ្នឹងគឺដឹងថាផ្លូវហ្នឹងផ្លូវត្រូវហើយមកផ្លូវដើរម្នាក់ឯងអ្នកគ្នាគិតមើលទៅហើយថ្មីអញ្ចឹងរីកមិនអ្នកដែលទៅក្រោយកុំបែកស្លុយដូចខ្ញុំបើយើងថ្មីទេទោះបីជាបត់ពិសោធន៍ឡើងភ្នំច្រើនដងក៏ដោយតែបើផ្លូវថ្មីសុំដើរចាំគេចាំឯងឬក៏ចាំអ្នកភូមិទៅអញ្ចឹងណាកុំឲ្យដាច់វងដូចខ្ញុំចេះតែអានេះក៏ជាបទពិសោធន៍មួយដែរតែបទពិសោធន៍នេះគឺខ្ញុំសូវជប់ញឹកពេក